ដល់នឹងថាតើរណទីយើងបានធ្វើណាជាក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នាណាខ្ញុំបានទៅនៅប្រទេសដាណឺម៉ាកខំដើរទៅអឺរ៉ុបជួបសភាអឺរ៉ុបខំដើរទៅអង្គការសហជីវជាតិជួបអង្គការសហជីវជាតិណាជួបមន្ត្រីប្រទេសដាណឺម៉ាកតាំងពីថ្នាក់សភាតាំងពីថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសណាលោកម៉ាជីននីកូតាំងពីអគ្គរដ្ឋទូតដាណឺម៉ាកសូមឲ្យគេជួយណាគ្រប់គ្រងរណទីនឹងជួយដោះស្រាយប្រជាពលរដ្ឋខ្មែរព្រោះឥឡូវនេះវាធានាណាមកយើងក្ររត់មកស្រុកគេឲ្យត្រូវគេចាប់ទៅវិញគេគៀបឲ្យធ្វើប៉ាសពតគ្រប់បែបយ៉ាងយើងទៅជាដូចជាគេហៅដូចជាយើងភាសាធម្មតាគឺថាវាជាសកលគេណាយល់អត់ហ្នឹងហើយណាអញ្ចឹងហើយបានខ្ញុំខំប្រាប់ទៅអន្តរជាតិណាទៅប្រាប់ដល់អឺរ៉ុបក៏ប្រាប់ស្ដាប់ដល់ការវិទ្យាខ្ញុំចូលទៅណាដល់ការវិទ្យាជួបមន្ត្រីសំខាន់ណារបស់អង្គការសហជីវជាតិហ្នឹងណាប្រាប់ពីទុកលំបាកពលរដ្ឋខ្មែរត្រូវគេរឹបអូសដីធ្លីអត់មានការងារធ្វើត្រូវគេសម្លាប់អាគ្នាគ្រាន់តែទៀមទាប្រាក់ខែ$160បាញ់គ្នាសម្លាប់អត់មានអាណាយករយការវេមុខជាតិកណាហើយចុះខ្មែរយើងសម្លាប់តាំងពីកោះពេជ្រតាំងពីសម័យប៉ុលពតរាប់លានអ្នកមកសួរថារកជាតិកឃើញអត់ទាន់រកឃើញនឹងណាសម្លាប់ឃើញរាប់លានអ្នករាល់ថ្ងៃត្រូវគេបាញ់សម្លាប់ដាក់ថ្នាំពុលត្រូវគេណាគ្រោះថ្នាក់ចរាចរណ៍គេបើកបុកភេទកគឺអញ្ចឹងភេទកគឺកុម្មុយនីសដូចចិត្តដែលយួនជំរុញក្រងគេអ្នករៀបចំមកសម្រាប់យើងដើម្បីគេយកទឹកដីរបស់យើងនេះគឺជាអ្វីដែលយើងមើលឃើញនៅក្នុងសង្គមខ្មែរយើងឥឡូវនេះគេគ្រប់គ្រងប្រព័ន្ធអស់ហើយនៅក្នុងសង្គមខ្មែរយើងអញ្ចឹងមានតែខ្មែរយើងនឹងរួបរวมគ្នាតាមគោលការណ៍របស់ដំណាក់ទីរបស់យើងខ្មែរដែលមានប្របាទទីបានពី7នេះដើរលើឆាកអន្តរជាតិណាឥឡូវយើងបានប្តឹងទៅតុលាការអន្តរកម្មអន្តរជាតិមាន ICC ខ្ញុំបានប្តឹងពីអ្វីដែលគេប្រព្រឹត្តអកតកម្មនៅលើស្រុកខ្មែរគេសម្លាប់ខ្មែរគេរំលោភសិទ្ធិមនុស្សនៅលើស្រុកខ្មែរមានជួញដូរមនុស្សអីជាដើមណាស់គ្រប់បែបយ៉ាងណាប្តឹងទៅហើយណាមួយហើយមួយទៀតគឺខ្ញុំបានជួបជាមួយនឹងមិននេះខ្ញុំចុះមកប្រទេសថៃនេះមានជួបដូចជាមន្ត្រីស្ថានទូតអាមេរិកណាខ្ញុំបានជួបលោកអគ្គរដ្ឋទូតប្រទេសដាណឺម៉ាកជាមួយក្រុមការងារហ្នឹងណាទៅជួបខាងមន្ត្រីអង្គការសហជីវជាតិទៅជួបខាង Human Rights Watch លោក Pierre Robinson ពីគ្រប់គ្រងយើងសម្រាប់ណាអន្តរជាតិពីគ្រប់គ្រងយើងហើយគេសួរខ្ញុំជាពិសេសគេសួររឿងលោកសំរងស៊ីតែម្ដងមិនដែរលោកសំរងស៊ីណាហើយខ្ញុំប្រាប់គេប្រាប់ទាំងមន្ត្រីសហរដ្ឋអាមេរិកទាំងអង្គការសហជាតិថាឥឡូវនេះលោកសំរងស៊ីគ្រប់គ្រងហ៊ុនសែនហើយទៅជាមួយហ៊ុនសែនហើយអញ្ចឹងណាពលរដ្ឋខ្មែរទាំងក្នុងទាំងក្រៅប្រទេសមានការខកចិត្តណាស់ណាខកចិត្តមែនទេណាអញ្ចឹងហើយពេលនេះគឺនៅសល់តែរណទីទេណាដែលជាក្តីសង្ឃឹមរបស់ខ្មែរអញ្ចឹងហើយខ្ញុំមកតំណែងនេះថាអន្តរជាតិគេគ្រប់គ្រងយើងហើយនៅសល់តែខ្មែរយើងមួយទេណាអញ្ចឹងពលរដ្ឋខ្មែរយើងទាំងអស់គ្រប់គ្រងរណទីយើងនឹងដកដោយសន្តិភាពអត់មានឲ្យមានគេហៅថាសូម្បីតែឈាមមកតំណក់អត់មានគឺប្រើតែកណ្ដាលនេះមានបិទទៅនឹងថោបាទហើយតតទល់គ្នាជាមួយខ្ញុំនៅអង្គការសហជីវជាតិឃើញទេ ICC មកតទល់គ្នាខ្ញុំអត់មាននិយាយខ្ញុំចង់បានឲ្យតែពលរដ្ឋខ្ញុំមានសេចក្តីសុខទេណាប៉ុណ្ណឹងចឹងហើយសូមឲ្យបងប្អូនជួយផ្សព្វផ្សាយទៅពលរដ្ឋខ្មែរយើងតគ្នាដើម្បីយើងគ្រប់គ្រងរណទីនេះយើងមានកម្លាំងខ្ញុំក៏តទល់នៅអង្គការសហជីវជាតិហើយណាលោកហ៊ុនសែនដែលបានប្រព្រឹត្តអក្រិតកម្មនេះស្អីគឺតទល់គ្នានៅហ្នឹងហើយខ្ញុំចង់បានតែសេរីភាពជានិកាយពលរដ្ឋខ្មែរយើងត្រឡប់ទៅវិញសូមផ្លេចថាប្រទេសដាណឺម៉ាកប្រទេសនេះអាមេរិកអង់គ្លេសអឺរ៉ុបគេគ្រប់គ្រងយើងហើយយើងមានអីទៀតឱកាសយើងហើយឱកាសយើងហើយជិះមិនចាំបាច់អីមកធ្វើកម្មករអីគេទៀតពេលដែលយើងឈានទៅមិនខ្វះការងារឥឡូវខ្ញុំគ្រាន់តែថាអង្គរវត្តមួយការងារមិនភោជនីយដ្ឋានសណ្ឋាគារណាពលានយន្តហោះរថម៉ូតូឡានអីណាគ្រប់បែបយ៉ាងទាំងអស់សួរថាការងារនេះទៅណាហើយចូលលុយចំណូលអង្គរវត្តមួយឆ្នាំឃើញអត់នេះគ្រាន់អង្គរវត្តមួយណាចានមិនចេះអស់ទេចានមិនចេះអស់ទេនឹងហើយទ្រព្យសម្បត្តិរបស់យើងអញ្ចឹងហើយពេលនេះគឺថាខ្ញុំមានពេលវេលាក៏មិនបានច្រើនដែរគ្រាន់តែគឺថាមកជួបសួរសុខទុក្ខបងប្អូនហើយផ្ដល់ចំណឹងប៉ុណ្ណឹងណាហើយសូមពីនីវបងប្អូនទាំងអស់ជួយគ្រប់គ្រងដំណាក់ទីរបស់ជាតិខ្មែរក៏ដូចជាអ្នកពុកពាក់របស់យើងបំផ្លិចរបស់បាទជាមិនទីហ្នឹងព្រះអង្គនោះ